ជំរាបសួរបងប្អូនតោះចឹងយើងមកប្រឌិតទៅលើដំណើរទីផ្សារមាសសម្រាប់ការជួញដូរនៅថ្ងៃទី3ខែ4ឆ្នាំ2025បាទទីផ្សារមាសបានហក់ឡើងខ្លាំងមែនទែនបងប្អូនកាលពីយប់មិញបន្ទាប់ពីប្រធានាធិបតីលោកដូណាល់ត្រាំគាត់បានថ្លែងសរដាក់ថាអំពីការតម្លើងពន្ធទៅលើប្រទេសមួយចំនួនចឹងហើយបានជាហត្ថពលធ្វើឲ្យទីផ្សារមាសនឹងមានការហក់ឡើងមកលើខ្លាំងមែនទែនដែលបានឡើងមកដល់តំបន់03167បងប្អូនចឹងវាបានឡើងដាច់ពីតំបន់កំពូលចាស់របស់វាហើយដែលស្ថិតនៅក្នុងតំបន់03148ដែលបន្សល់ទុកការពីមួយរយៈមួយថ្ងៃមុនបងប្អូនចឹងវាបានឡើងដាច់ណាចឹងដំណាក់កាលមួយនេះវាព្យាយាមបង្កើតតំបន់កំពូលខ្ពស់ហើយខ្ពស់ទៀតពីមួយដំណាក់កាលទៅមួយដំណាក់កាលសម្រាប់ដំណាំទីផ្សារមាសកាលពីយប់មិញនេះនៅពេលដែលបុកឡើងគឺបុកឡើងពេលព្រឹកបងប្អូនលឿនខ្លាំងមែនទែនមកវឹកហ្នឹងគឺឡើងច្រើនប៉ុន្តែក៏បានតម្លាក់ខ្លួនចុះមកវិញខ្លះដែរពី03160ជាងហ្នឹងធ្លាក់មកដល់តំបន់03140វិញចឹងយើងអាចឃើញកម្លាំងដែលបានតម្លាក់ខ្លួនចុះមកគោមនេះគឺខ្ទង់20ជាងលេខដែរដែលបានតម្លាក់ដោនចុះមកខាងគោមដំណើរទីផ្សារមាសនៅក្នុងកម្រិតនេះវាចាប់ផ្ដើមអន់ថយអតិពលនៅក្នុងការប្រែប្រួលចឹងវានឹងអាចដើរនៅពេលយប់បងប្អូនដោយសារពេលព្រឹកនេះរៀងមូខ្លាំងដែរហើយចឹងដំណើរទីផ្សារបន្តទៀតឬក៏ទំនោរតាមការវិភាគនៅក្នុងថ្ងៃនេះគឺយើងឃើញតំបន់ខ្ពស់របស់វាគឺស្ថិតនៅក្នុង03160ជាងហើយតំបន់ឡូរបស់វាគឺស្ថិតនៅក្នុង03130ដែលស្ថិតនៅក្នុង0នេះបងប្អូនសម្រាប់ទំនោរឬក៏ដំណើរទីផ្សារមាសវាបានទម្លាក់ខ្លួនពីលើចុះមកដល់តំបន់ឡូនេះតំបន់ខ្សែជាងបងប្អូនចឹងចាប់ផ្ដើមសាយវេតាំងពីព្រឹកមកហ្នឹងគឺរយៈពេលជាង1ម៉ោង2ម៉ោងហើយដែលបានដើរសាយវេអត់ទាន់មានការមូលឆ្ងាយទេអញ្ចឹងទំនោរក៏ដូចជាដំណើរទីផ្សារមាសនៅក្នុងការដើរតាមការវិភាគគឺនៅតែមានឱកាសក្នុងការបន្តឡើងទៅលើវិញទៀតមិនមែនទៅតំបន់ខ្សែហ្នឹងហើយខ្សែហ្នឹងចុះក្រោមជ្រៅគឺអត់ទាន់ទេបងប្អូនវាអាចដែរករណីទី1វាអាចដើរចេះបងប្អូនតំបន់0ខ្សែជាងហ្នឹងគឺដើរសាយវេហើយក៏ព្យាយាមអង្គដេញឡើងរត់មកដល់តំបន់កំពូលចាស់មួយវិញតែស្ថិតនៅក្នុង03160ជាងទៅចិត្តហ្នឹងបងប្អូនដំណាក់កាលទី2វាអាចនឹងទម្លាក់ខ្លួនមកមួយជើងទៀតដល់តំបន់ឡាញមួយនេះបងប្អូនដែលស្ថិតនៅក្នុង03130ឲ្យបានព្យាយាមក្នុងការអង្គដេញឡើងដូចគ្នាអញ្ចឹងទំនោរឬក៏ទិសដៅបន្ទាប់ពីចុះគឺមានតែឡើងទេគឺនឹងឡើងរត់មកដល់តំបន់កំពូលចាស់របស់វាវិញដោយមិនទាន់ចុះមកក្រោមជ្រៅទេអាចនិយាយថាទំនោរក៏ដូចជាដំណើរដែលត្រូវឡើងគឺមាន%ច្រើនដែលវាអាចនឹងចុះជ្រៅបំផុតហ្នឹងគឺត្រឹម03130ហ្នឹងគឺជាតំបន់ full weight តំបន់ long ទីផ្សារដែលត្រូវហក់ឡើងមកលើវិញសម្រាប់ថ្ងៃនេះបងប្អូនណាអញ្ចឹងវាកំពុងតែដើរកើទៅតម្លៃទី1កាលពីព្រឹកមិញហ្នឹងគឺចុះមកទៅក្នុងតំបន់03140តែចុះច្រើនបងប្អូន060ជាងមកដល់40គាត់ហ្នឹងគឺខ្ទង់27លេខដែរហើយអញ្ចឹងកើតាមតំបន់40ហ្នឹងគឺចាប់ដើមរកឱកាសក្នុងការហក់ឡើងហើយអញ្ចឹងល្អវិញសម្រាប់បងប្អូនត្រៀមខ្លួនក៏ដូចជារកឱកាសក្នុងការបាយដេញឡើងឬក៏អាចរងចាំតម្លៃមួយតង់ទៀតគឺស្ថិតនៅក្នុង03130ចាំទិញដេញឡើងទៅតាមទំនោរបែបនេះទៅក៏បានដែរបងប្អូនអញ្ចឹងយើងចូលមកអាប់ដេតតម្លៃយើងអាចធ្វើការជួញដូរបាននៅក្នុងថ្ងៃនេះតំបន់ទី1យើងអាចរងចាំទិញគឺ03140ហើយតំបន់ទី2គឺ03130តំបន់ទី3គឺ03122បងប្អូនជាតំបន់ដែលយើងអាចធ្វើការទិញឡើងបានតំបន់ដែលយើងអាចលក់បានករណីទីផ្សារព្យាយាមហក់ឡើងបែបនេះវានឹងតម្លាក់ខ្លួនចុះវិញខ្លះបែបនេះនៅពេលយប់ឲ្យតែឡើងបែបហ្នឹងគឺអត្រាយប់គឺមាន%ក្នុងការដោនចុះមកក្រោមខ្លះវិញហើយអញ្ចឹងយើងអាចលក់បាននៅ0ទី1តំបន់03150ជាងទៅ60បែប60បងប្អូនអាចលក់បានហើយតំបន់ទី2គឺ3170តំបន់ទី3គឺ03175ទៅ80នេះគឺយើងអាចធ្វើការលក់តម្លាក់ខ្លួនចុះវិញបានដោយដំណើរទីផ្សារមាសបន្ទាប់ពីឡើងមកប៉ះនៅតំបន់កំពូលចាស់កាលពីព្រឹកមិញហើយក៏ទម្លាក់ខ្លួនចុះមកវិញខ្លះដែរបងប្អូនសម្រាប់ទីផ្សារមាសដូចខ្ញុំវិភាគកាលពីយប់មិញអញ្ចឹងមានន័យថាដំណើរទីផ្សារមាសកាលពីម្សិលមិញពេលល្ងាចពេលថ្ងៃគឺវាព្យាយាមបុកផ្ដាច់មែនទែនពេលយប់ដូចគ្នាផងដែរគឺវាព្យាយាមបុកមកផ្ដាច់តំបន់03130ហ្នឹងហើយព្យាយាមហក់ឡើងមកលើទៀតដល់ឡើងដាច់តែម្ដងបងប្អូននេះគឺជាតំបន់កំពូលរបស់វាដែលវាព្យាយាមនៅក្នុងការឡើងមកប៉ះកើនិងបុកផ្ដាច់ផងដែរអញ្ចឹងយប់មិញបន្ទាប់ពីបុកដាច់ហើយក៏ព្យាយាមហក់ឡើងមកបង្កើតកំពូលថ្មីដែលស្ថិតនៅក្នុង03167អញ្ចឹងយើងអាចឃើញថាតម្លៃគឺជាតម្លៃខ្ពស់ចុងក្រោយបំផុតនៃពេលបច្ចុប្បន្នហ្នឹងហើយប៉ុន្តែមិនមែនន័យថាវាខ្ពស់ត្រឹមប៉ុណ្ណឹងហើយចុះមកក្រោមទេទីផ្សារមាសបើឡើងទៅមួយជើងទៀតទី1គឺមកកើតំបន់នេះអាចតម្លាក់ខ្លួនចុះមកចេះទៅមួយជើងទៀតគឺដាច់តែម្ដងបងប្អូនទៅមួយជើងទៀតគឺដាច់តំបន់03160ជាងហ្នឹងគឺទៅលើទៀតហើយអានេះគឺជាចលនាធំដែលដំណើរត្រូវតែមាន%ក្នុងការឡើងច្រើនដោយមិនទាន់មានហេតុផលឬក៏កលតិស័កឬក៏ស្ថានភាពប្រែប្រួលមួយណាដែលទំនោរទាញឲ្យទីផ្សារមាសចុះទេសម្រាប់ទីផ្សារមាសបងប្អូនពេលខ្លះពេលដែលវាឡើងខ្លាំងខ្ញុំលើកឡើងអញ្ចឹងគឺពេលដែលវាត្រូវចុះគឺចុះលឿនទេដូចព្រឹកមិញអញ្ចឹងបន្ទាប់ពីហក់ឡើងខ្លាំងមកដល់តំបន់03160ជាងក្បែរចិត្តហ្នឹងហើយទម្លាក់ខ្លួនចុះមកជាង20លេខជាងវិញតែសួរថាកត្តាដែលចុះហ្នឹងមានព័ត៌មានអត់គឺអត់ទេរាល់ដំណើរទីផ្សារគឺវាដើរឡើងចុះគឺបែបហ្នឹងហើយគ្រាន់តែពេលឡើងខ្លាំងឡើងបុកដោយសារព័ត៌មានចូលខ្លាំងក៏ចុះដោយសារបុកព័ត៌មានប៉ុន្តែនៅពេលដែលបន្ទាប់ពីឡើងចុះហើយគឺវាចាប់ដើមបោកត្រឡប់ទៅវិញទៅមកហើយអានេះគឺជាចលនាដែលទីផ្សារឡើងចុះរៀងរាល់ថ្ងៃបងប្អូនរកឱកាសសម្រាប់ការជួញដូរនៅតម្រងទីផ្សារប្រភេទហ្នឹងទៅមានខុសមានត្រូវប៉ុន្តែយើងព្យាយាមបត់បែនស្របទៅតាមទិសដៅផ្សារទើបឱកាសល្អច្រើនជាងអញ្ចឹងសម្រាប់ការអាប់ដេតទៅលើដំណើរទីផ្សារមាសនៅក្នុងការជួញដូរនៅថ្ងៃទី3ខែ4ឆ្នាំ2025គឺមានតែប៉ុណ្្នឹងទេហើយជូនបងប្អូនអរគុណច្រើនច្រើនសម្រាប់បងប្អូនដែលចង់ដំណើរការ EA trade រកផលចំណេញបងប្អូនអាចតទៅមកកាន់ខ្ញុំបាននៅលេខទូរស័ព្ទ093825579អញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត